តេតិជន iPhone ត្រៀមលុយហើយឬនៅទូរស័ព្ទអេក្រង់បាត់ដំបងបង្អស់របស់ក្រុមហ៊ុន Apple តម្លៃស្មើនឹងម៉ូតូខ្លាញ់គោត្រៀមបង្ហាញខ្លួនហើយនៅក្នុងពេលថ្មីនេះក្រុមហ៊ុន Apple បានប្រកាសត្រៀមបញ្ចេញទូរស័ព្ទ iPhone អេក្រង់បាត់ដំបងបង្អស់របស់ខ្លួនដែលអាចនឹងមានឈ្មោះថា iPhone Flip នៅក្នុងឆ្នាំ2026ខាងមុខនេះហើយដោយតម្លៃវិញក៏មិនធម្មតានោះដែរប្រភពពីសារព័ត៌មានបច្ចេកវិទ្យាធំបានបន្តថាគណៈដែលក្រុមហ៊ុនទូរស័ព្ទ smartphone ដទៃទៀតដូចជា Samsung, Google និង Motorola បានបញ្ចេញលក់ទូរស័ព្ទអេក្រង់បាត់ជាហូរហែប៉ុន្មានឆ្នាំមកនេះក៏ប៉ុន្តែក្រុមហ៊ុន Apple ហាក់មានសភាពស្ងប់ស្ងាត់នៅឡើយនោះទេក៏ប៉ុន្តែឥឡូវនេះក្រុមហ៊ុននិមិត្តសញ្ញាផ្លែប៉ោមបានប្រកាសឲ្យថាទូរស័ព្ទអេក្រង់បាត់របស់ Apple នឹងមានវត្តមានឆាប់នេះគណៈដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងតែផ្ដោតទៅលើការកែលម្អប្រព័ន្ធ AI និងរចនាប័ទ្មប្រកបដោយគុណភាពខ្ពស់សិនមុនពេលដែលឈានជើងប្រឡូកទៅក្នុងទីផ្សារទូរស័ព្ទអេក្រង់បាត់នោះយ៉ាងណាមិញរបាយការណ៍ថ្មីបានបង្ហាញថាក្រុមហ៊ុន Apple ឥឡូវនេះកំពុងតែធ្វើការយ៉ាងស្រស័ក្តិស្រស្រាំជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់ទូរស័ព្ទដែលជាមួយរបស់ Samsung និង LG ដើម្បីបង្កើតអេក្រង់បត់ដែលអតិថិជនទូរស័ព្ទផ្លែប៉ោមរងចាំជាយូរមកហើយនោះចំណុចសំខាន់បំផុតមួយដែលក្រុមហ៊ុន Apple ចង់ជំនះនោះគឺការបង្កើតអេក្រង់កញ្ចក់បត់ដែលធ្វើយ៉ាងណាកុំឲ្យឃើញស្នាមផ្នត់ពីព្រោះថាក្រុមហ៊ុន Apple គឺមិនចង់ឲ្យទូរស័ព្ទបត់បានរបស់ខ្លួនមានគុណភាពស្ទើរតែដូចនឹង Galaxy Z Fold និង Z Fold Flip របស់ Samsung នោះទេដែលស្នាមផ្នត់លើទូរស័ព្ទចេញមុនទាំងអស់នេះគឺបង្ហាញយ៉ាងច្បាស់នៅពេលដែលបត់ចុះឡើងនោះសូមបញ្ជាក់ថារចនាប័ទ្មដ៏ប្រណិតរបស់ iPhone Flip នៅមិនទាន់លាតត្រដាងឲ្យបានដឹងច្បាស់នៅឡើយនោះទេក៏ប៉ុន្តែអ្នកជំនាញបានណែនាំថាម៉ុយរបស់ Apple គួរតែត្រៀមលុយឲ្យពេញហោប៉ៅទៅពីព្រោះទូរស័ព្ទអេក្រង់បាត់ដំបងរបស់ក្រុមហ៊ុនផ្លែប៉ោមអាចមានតម្លៃជាកប្រមាណជា$2000ទៅ$2500អាមេរិកដែលជាតម្លៃខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ iPhone ពលគឺស្មើនឹងតម្លៃម៉ូតូខ្លាញ់គោមួយគ្រឿងទៅហើយ